ការមករដូវដែលមានការឈឺចាប់ធម្មតាយើងនិយាយក្នុងករណីធម្មតាភាគច្រើនកើតលើស្ត្រីវ័យក្មេងគាត់អត់ទាន់មានកូនអត់ទាន់មានគ្រួសារជាទូទៅក្រោមអាយុ30ឆ្នាំភាគច្រើនយើងឃើញថាគាត់មានការឈឺចាប់ថ្ងៃទី1នៃរដូវដែលជាការឈឺចាប់ធម្មតាច្រើនជាស្ត្រីដែលធ្លាប់មានកូនរួចហើយក៏ដូចជាស្ត្រីដែលនៅក្នុងវ័យច្រើនចាបើក្នុងករណីការឈឺចាប់នៃការមករដូវដែលតាក់ទងមួយជំងឺគឺភាគច្រើនកើតទៅលើវ័យដែលគាត់លើសពី35ឆ្នាំទៅវិញមានន័យថាគាត់អាចមានជំងឺអីមួយនៅក្នុងស្បូនដែលពីមុនអត់មានវាទើបតែវិវត្តតាមក្រោយអញ្ចឹងគាត់ចាប់ផ្ដើមមានការឈឺចាប់ខ្លាំងគ្រប់ពេលដែលគាត់មករដូវតែម្ដងចាហើយជាទូទៅការមករដូវដែលជាបង្កឡើងដោយសារជំងឺគឺដំបូងគេគិតទៅដល់ជំងឺធំមួយចំនួនទី1ដែលយើងភាគច្រើនកើតជាងគេគឺគេហៅថា endometriosis ជាជំងឺដែលភ្នាសរដូវដុះខុសទីតាំងអញ្ចឹងនេះខ្ញុំសូមបញ្យល់លម្អិតជាទូទៅស្បូនរបស់ស្ត្រីគឺបែបនេះហើយភ្នាសរដូវហ្នឹងគឺជាផ្នែកកណ្ដាលនៃស្បូនដែលនៅក្នុងផ្ទៃប្រហោងនៃស្បូនតែម្ដងនៅពេលដែលយើងមករដូវគឺផ្នែកហ្នឹងឯងដែលវាក្រាស់ហើយក៏វាធ្លាក់ជាឈាមរដូវមកខាងក្រៅនៅពេលដែលយើងមានជំងឺ endometriosis មានន័យថាភ្នាសរដូវដែលតែងតែនៅកណ្ដាលនេះវាដុះខុសទីតាំងរបស់វាពេលខ្លះវាដុះចូលទៅក្នុងសាច់ដុំស្បូនពេលខ្លះវាដុះនៅតាមដៃស្បូនពេលខ្លះដុះនៅក្នុងកសោមពងរបស់ស្ត្រីហើយបើស្ត្រីមួយចំនួនទៀតលំបាកមែនទែនគឺគាត់ចេញមកក្រៅដោះជាប់ជាមួយនឹងពោះវៀនជាប់នឹងសរីរាង្គខាងក្នុងរបស់គាត់ទៀតដែលធ្វើឲ្យគ្រប់ពេលដែលគាត់មករដូវគឺគាត់មានការឈឺចាប់ខ្លាំងអ្នកខ្លះដល់សន្លប់ហើយទៅប្រើប្រាស់ថ្នាំក៏អត់បាត់ដែរហើយវាកាន់តែកើនឡើងទៅតាមអាយុរបស់គាត់ដែរហើយបើជំងឺទី2ដែលយើងជួបញឹកញាប់ដែរនោះគឺជំងឺ fibrome វាជាប្រភេទដុំសាច់ដែរតែមិនមែនជាដុំដូចប្រភេទទី1ទេជាដុំដែលដុះនៅក្នុងផ្នែកសាច់ដុំនៃស្បូនឧទាហរណ៍ដូចស្បូនអញ្ចឹងយើងមានភ្នាសរដូវកណ្ដាលវាមានសាច់ដុំវាមានសបកស្បូន fibrome ដែលខ្ញុំនិយាយហ្នឹងគឺផ្ដោតទៅលើផ្នែកក្រហមនេះគឺជាដុំសាច់ slope ជាទូទៅ slope តែវាអាចមានទំហំធំហើយវាដុះនៅផ្នែកកណ្ដាលនៃសាច់ដុំស្បូននឹងឯងដែលជាទូទៅស្ត្រីដែលគាត់មាន fibrome គាត់អាចឈឺចាប់ពេលមករដូវដូចគ្នាហើយបើករណីទី3ដែលយើងជួបដែរនោះគឺការស្ទះនៅនឹងមាត់ស្បូនរបស់ស្ត្រីមាត់ស្បូនរបស់ស្ត្រីជាទូទៅជាផ្លូវដែលប្រហូរឈាមរដូវចេញមកពេលខ្លះមានការប៉ះទង្គិចនៅតំបន់មាត់ស្បូនរបស់ស្ត្រីហ្នឹងធ្វើឲ្យវាស្ទះនៅកន្លែងហ្នឹងក៏ធ្វើឲ្យគាត់មានការចុកចាប់ពេលមករដូវដូចគ្នាចាចាជាទូទៅជំងឺមួយតែមានការវិវត្តខុសៗគ្នាអញ្ចឹងការដែលឈឺចាប់ពេលដែលមករដូវនេះជាសញ្ញាប្រាប់ឲ្យយើងដឹងថាសង្ស័យថាមានជំងឺអីមួយនៅក្នុងខ្លួនហើយអញ្ចឹងបើសិនជាយើងទុកវារយៈពេលកាន់តែយូរទី1យើងពិបាកនៅក្នុងការដែលរស់នៅជាមួយជំងឺហ្នឹងយើងរស់នៅជាមួយនឹងការឈឺចាប់ហ្នឹងកាន់តែយូរដែលយើងអត់ដឹងថាហេតុអីអត់ដឹងថាវាធម្មតាឬមិនធម្មតាហើយបើសិនជាយើងមានជំងឺដុំសាច់នៅក្នុងស្បូនប្រភេទ endometriosis ឬក៏ chocolate cyst ហ្នឹងគឺយើងប្រឈមជាមួយនឹងការអត់កូនយើងចេះតែឆ្ងល់ថាថៃបានរស់នៅជាមួយគ្នារាប់ឆ្នាំហើយអត់មានកូនហើយចេះតែចាប់អារម្មណ៍ថារដូវចេះតែឈឺចាប់ទៅគឺតាក់ទងជាមួយនឹងវិបត្តិនៃជំងឺដុំ endometriosis នេះឯងចា៎